មន្ត្រីជំនាញនៃមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងបន្តចុះចាក់ថ្នាំវ៉ាក់សាំងការពារជំងឺសាទឹកសត្វគោក្របីនៅស្រុកកំពង់ត្រឡាចឧបត្ថម្ភដោយជីកសិកម្មរបស់ក្រុមហ៊ុនសុផាអាក្រូថេកខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី8ខែកក្កដាឆ្នាំ2026មន្ត្រីជំនាញនៃមន្ទីររសកម្មខេត្តកំពង់ឆ្នាំងដឹកនាំដោយលោកក្រឹងសំអាតប្រធានការិយាល័យនិងមន្ត្រីជំនាញការិយាល័យផលិតកម្មនិងបាក់ហូបព្យាបាលខេត្តកំពង់ឆ្នាំងបានសហការជាមួយមន្ត្រីកសិកម្មស្រុកមន្ត្រីកសិកម្មឃុំនិងអាជ្ញាភូមិឃុំនិងភ្នាក់ងារសុខភាពសត្វភូមិបានចុះចាក់វ៉ាក់សាំងការពារជំងឺសាទឹកសត្វគោក្របីនៅភូមិទួលសេរីឃុំពានីស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំងលោកក្រឹងសំអាតបញ្ជាក់ថាកិច្ចការងារនេះក្រោមការយកចិត្តទុកដាក់ពីលោកញិនហ៊ុនប្រធានមន្ទីររសកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងក្នុងគោលបំណងផ្សព្វផ្សាយពីសារៈប្រយោជន៍នៃការចាក់វ៉ាក់សាំងជំងឺសាទឹកចូលរួមទប់ស្កាត់និងបង្ការកុំឲ្យកើតមានជំងឺសាទឹកគោក្របីជាពិសេសអប់រំណែនាំដល់កសិករយកចិត្តទុកដាក់មើលថែទាំផ្ដល់ទឹកនិងចំណីដល់សត្វឲ្យបានគ្រប់គ្រាន់ជាលទ្ធផលចាក់វ៉ាក់សាំងសាទឹកគោរបស់ប្រជាកសិករសរុបចំនួន325ក្បាលនិងបានចែកថ្នាំព្យាបាលនិងសម្ភារៈសុពេទ្យដល់ពេទ្យសត្វភូមិចំនួន4នាក់